ទំនប់នេះគឺជាទំនប់ធំជាងគេមិនមែនត្រឹមតែប្រទេសកម្ពុជាទេប្រៀបធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់និងនៅក្នុងពិភពលោកទាំងមូលផ្ទៃអាងរបស់វាសាមញ្ញឯ4000ហិកតាប៉ុន្តែផ្ទៃចាប់ទឹកវាសរុបគឺយើងមានរហូតដល់រាប់ម៉ឺនគីឡូម៉ែត្រការ៉េគ្រប់ទិសទាំងអស់មាន6ទិសដែលត្រូវប្រមូលទឹកចាប់ចូលនៅពេលដែលយើងធ្វើអាងទឹកនេះរួចយើងត្រូវចំណាយពេលជិត3ឆ្នាំដើម្បីស្តុកទឹកដើម្បីបំពេញអាងនេះឲ្យបានគ្រប់841លានម៉ែត្រគីបក្នុងរយៈពេលជិត3ឆ្នាំពេលធ្វើរួចគ្រាន់តែបំពេញការកសាងទំនប់លេខ2នេះត្រូវបានចាប់ផ្ដើមខែ12 2024រហូតមកដល់ពេលនេះការងារបច្ចេកទេសទាំងអស់មានន័យថាស្លាបទាំងសងខាងឆ្វេងនិងស្ដាំហើយនឹងបាតរបស់វានៅខាងក្រោយយើងនេះយើងធ្វើជាកន្លែងការិយាល័យសម្រាប់បញ្ជាសម្រាប់បញ្ជូនព័ត៌មានពីទីនេះទៅភ្ជាប់ជាមួយនឹងអគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹករបស់ក្រសួងធនធានទឹកទំនប់នេះគឺជាទំនប់ធំជាងគេមិនមែនត្រឹមតែប្រទេសកម្ពុជាទេប្រៀបធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់និងនៅក្នុងពិភពលោកទាំងមូលផ្ទៃអាងរបស់វាសាមញ្ញឯ4000ហិកតាប៉ុន្តែផ្ទៃចាប់ទឹកវាសរុបគឺយើងមានរហូតដល់រាប់ម៉ឺនគីឡូម៉ែត្រការ៉េគ្រប់ទិសទាំងអស់មាន6ទិសដែលត្រូវប្រមូលទឹកចាប់ចូលនៅពេលដែលយើងធ្វើអាងទឹកនេះរួចយើងត្រូវចំណាយពេលជិត3ឆ្នាំដើម្បីស្តុកទឹកដើម្បីបំពេញអាងនេះឲ្យបានគ្រប់841លានម៉ែត្រគីបក្នុងរយៈពេលជិត3ឆ្នាំពេលធ្វើរួចគ្រាន់តែបំពេញដោយអាដាមរដ្ឋមន្ត្រីលោកមានប្រសាសន៍រួចហើយថាធ្វើអាងទឹកនេះរួចមានន័យថាយើងកាត់បន្ថយគ្រោះទឹកជំនន់គ្រប់ប្រភេទតាំងពីជំនន់ដែលវាចាប់តាមផ្ទៃរងទឹកភ្លៀងវាក៏ដូចជាជំនន់រហ័សមានន័យថាវាបង្កឡើងដោយសារភ្លៀងបរិមាណច្រើនទំនប់នេះអស្ចារ្យណាស់ទំនប់ទាំងអស់វាធ្វើពីបេតុងហើយមានផ្លូវរូងខាងក្នុងទៀតសម្រាប់ដើរត្រួតពិនិត្យយើងចំណាយពេលចាប់ពីខែ12 2024រហូតទៅដល់ដើមឆ្នាំ2027ទើបយើងបញ្ចប់ការងារនៅទីនេះបាទហើយប្រជាជនគ្រាន់តែខ្ញុំផ្សព្វផ្សាយឮដល់ពួកគាត់ម្នាក់គាត់សប្បាយចិត្តគាត់រំភើបខ្ញុំថាអត់ធ្មត់តិចពួកយើងតិចទៀតនឹងបានសមិទ្ធផលនឹងមកហើយយើងលែងបារម្ភខ្លាចខ្វះទឹកលិចលង់អីអញ្ចឹងទៀតហើយពួកគាត់រងចាំមើលទាំងអស់គ្នារំភើបហើយអាជ្ញាធរដែនដីកណាប្រជាជនបានសប្បាយបានសុខហើយយើងក៏បានសុខដែរតែបើប្រជាជនមិនបានសុខមិនបានសប្បាយហើយយើងក៏អត់បានសុខបានដែរអស់គ្នាអញ្ចឹងនេះជាមោទនភាពជាប្រវត្តិសាស្ត្រធំធេងមិនអាចកាត់ថ្លៃបានខ្ញុំក្នុងនាមឲ្យប្រជាជនខេត្តពោធិ៍សាត់ទាំងមូលសូមគោរពអរគុណជាអនេកកប្បការបំផុតចំពោះប្រមុខរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីជួនសែនសម្ដេចមហាប្រវត្តិបតីនិងក្រសួងធនធានទឹកដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាមួយប្រជាជនខេត្តពោធិ៍សាត់និងទូទាំងប្រទេសបាទសូមគោរពអរគុណ